បាទសម្រាប់មិត្តជាងដែល install file នេះហើយបាទយើងបិទវាចោលមកយើងដកគ្រីសចេញឲ្យវាឡាន់មកបាទទី1គឺយើង install នេះទី2យើង install package ទី3យើង copy file នេះហើយទី4យើង install driver វានេះមក driver ទាំង4នេះ install ទាំងអស់បាទម្ដងមួយមកបានទី1អានេះទី2ហើយដល់ពេលនេះយើងត្រូវពលាវាដើម្បី copy file មកបើមិនអញ្ចឹងទេយើងបើកមកវាទាឲ្យយើងដាក់ key ចូលអត់កើតទេបាទវាចេញមកតម្រង់បែបនេះគឺអត់ដាក់ដែរណាបាទចេញមកអញ្ចឹងយើងមិនអាចដាក់ key ដាក់អីចាស់អត់កើតទេបាទយើងធ្វើអញ្ចឹងខុសណាបាទអញ្ចឹងយើងខ្វែងវាចោលសិនមកបាទខ្វែងចោលយើង extract file នេះមកនេះចុច mouse ស្ដាំរកពីថា extract here បាទយើង extract ហើយយើងបើក folder ហ្នឹងមកហើយយើង copy បាទយើង copy វាមកណាបាទ copy ហើយបន្ទាប់មកយើងមក mouse ស្ដាំចូលក្នុង folder ដែលយើងបាន install នេះ property open file location ហើយយើងផាសមកបាទ mouse ស្ដាំមករបៀបផាសហើយចុចពី refresh file នេះចុច continue បាទតែប៉ុណ្្នឹងបានហើយយើងខ្វែងចោលមកហើយបន្ទាប់មកចុច apply continue ហើយចុច OK ជាការបញ្ចប់បាទនៅពេលដែលយើងបាន install copy នេះគេហៅ loader វាឬក៏ key វាហ្នឹងបើអត់ដាក់អាហ្នឹងទេអត់កើតទេអញ្ចឹងយើងចុច mouse ស្ដាំយើងចុចពីរដងមកដើម្បីបើក file វាបាទបើវាចេញដូចនេះយើងចុច more info ហើយរកពាក្យថា run anywhere បាទពេលដែលវាចេញតម្រង់បែបនេះយើង copy ឬក៏ចុចកន្លែងនេះមកចុចកន្លែងហ្នឹងហើយយើងចុចដាក់ mic កន្លែងនេះមកកន្លែង name នេះ registration information នេះហើយយើងផាសវាមកហើយ copy key ហ្នឹងមកឲ្យខ្ញុំបាទ copy key ហ្នឹងមកឲ្យខ្ញុំមកគឺខ្ញុំអាចនឹង generate ឲ្យបានយើងចាំបន្តិចបាននៅពេលដែល copy key នេះឲ្យខ្ញុំបាទកន្លែង ID ហ្នឹងគឺយើង copy មកយកដាក់កន្លែង name នេះដែរអញ្ចឹងនៅពេលដែលខ្ញុំ generate key ហើយមិត្តជាងយើងគ្រាន់តែចុចកន្លែងនេះមក copy key ដែលខ្ញុំ generate ឲ្យហ្នឹងបាទ generate ឲ្យ copy កន្លែងនេះដាក់ចូលមកយើងផាសនឹងនេះសញ្ញាផាសវានេះបាទចុចពីថា register បាទតែប៉ុណ្្នឹងមកគឺយើងអាចប្រើការបានហើយ tool សម្រាប់ real code ហ្នឹងតែប៉ុណ្្នឹងគឺអូខេហើយបាទអញ្ចឹងយើង complete install driver 4 file នេះអា driver នេះ computer ខ្លះត្រូវតែ install បានស្គាល់បើអត់ install ទេគឺយើងអត់ស្គាល់ទេបាទអញ្ចឹងរបៀបដាក់ key ចូលជាមួយនឹង loader គឺតែប៉ុណ្្នឹងឯងបន្ទាប់មកគឺយើងអាចបើក tool ដំណើរការប្រើប្រាស់ទៅតាមអ្វីដែលយើងចង់ប្រើហើយបាទយើងបើកវាមកគឺយើងអាចធ្វើការប្រើប្រាស់បានហើយបាទវីដេអូក្នុងការរបៀបប្រើគឺយើងមានហើយបាទអានេះសារ computer ក៏ដេញយឺតបាទរបៀបដាក់ key ចូលតែប៉ុណ្្នឹងទេអានេះខ្ញុំចង់បង្ហាញពីការដាក់ key ចូលតែបើអានេះវាយឺតអញ្ចឹងយើងខ្វែងវាចោលទៅរំលងចោលទៅបាទអានេះសារ computer គាត់បាទយើងបិទវាបើកសារថ្មីមករបៀប install និងរបៀបដាក់ key គឺខ្ញុំបានបង្ហាញអញ្ចឹងមិត្តជាងអត់ពិបាកទេក្នុងការដែលយើង set Windows ថ្មីហើយយើងបើកដាក់ key ចូលខ្លួនឯងព្រោះតាមធម្មតាគឺខ្ញុំតែងតែដាក់ key ឲ្យចូលគ្រប់គ្នានៅតាមឆាតណាបាទយើងបើកកម្មវិធីវាមកអានេះលឿនយឺតអាស្រ័យលើ computer របស់យើងបាទវាចេញចឹងហើយយើងចុចកន្លែងនេះមកបាទយើងរើស model ឬអីក៏បានដែរតែយើងចង់រើសបាទតែប៉ុណ្្នឹងគឺវាដំណើរការហើយវាអាចនឹងយើងធ្វើការបានដែរបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសង្ឃឹមថាមិត្តជាងនឹងយកចិត្តទុកដាក់ក្នុងការធ្វើបាទអរគុណច្រើន